ទីក្រុងម៉ូស្គូនៅដំណាក់កាលចុងក្រោយនេះរុស្ស៊ីកំពុងតែបានដៃសម្បើមណាស់បន្ទាប់ពីអ៊ុយក្រែនអស់ដៃអស់ជើងដោយសារអាមេរិកឈប់ផ្ដល់ជំនួយយោធានិងឈប់ផ្ដល់ព័ត៌មានសម្ងាត់ថ្មីនេះទីក្រុងម៉ូស្គូប្រកាសថាកងទ័ពរបស់ខ្លួនកំពុងមានប្រៀបនៅសមរភូមិនៃតំបន់ឃឺដែលជាទឹកដីរុស្ស៊ីនិងដែលអ៊ុយក្រែនបានវាយឆ្មក់កាលពីខែសីហាឆ្នាំ2024រុស្ស៊ីថ្លែងថាខ្លួនទើបតែវាយដណ្ដើមបានភូមិចំនួន3ពីកងទ័ពអ៊ុយក្រែនស្របពេលដែលលោកសេលិនស្គីបង្ហាញចេតនាចង់ចូលទៅចរចាកាន់តែឆាប់លោកថាលើកនេះលែងនិយាយលេងសើចដូចមុនទៀតហើយអ៊ុយក្រែនពិតជាប្រាថ្នាចង់បានសន្តិភាពយ៉ាងឡើងក៏ប៉ុន្តែការដើរថយក្រោយនៅលើសមរភូមិយោធារបស់អ៊ុយក្រែនក៏អាចនឹងប៉ះពាល់សមរភូមិនយោបាយផងដែរកាលពីថ្ងៃសៅរ៍លោកសេលិនស្គីបានចាត់តាំងគណៈប្រតិភូមួយក្រុមទៅអារ៉ាប៊ីសាអូឌីតនៅក្នុងចំណោមនោះក៏មានរដ្ឋមន្ត្រីជាច្រើនរូបផងដែរគោលបំណងដើម្បីជួបពិភាក្សាការងារជាមួយក្រុមការងាររបស់អាមេរិកលោកចង់កែសម្រួលទំនាក់ទំនងឡើងវិញបន្ទាប់ពីមានបញ្ហាប្រេះឆាគ្នាខ្លះដោយសារទំនាស់ពាក្យសម្ដីជាចំជាមួយលោកត្រាំនៅសេតវិមានលោកយោថារុស្ស៊ីទៅវិញទេហាក់ដូចជាគ្មានចិត្តចង់បញ្ចប់សង្គ្រាមលោកសូមថ្កោលទោសការវាយប្រហារថ្មីនេះនៅអ៊ុយក្រែនខាងកើតលោកត្រាំក៏ចាប់អារម្មណ៍នឹងការវាយប្រហារនេះដែរនៅពេលលោកពូទីនប្រកាសថាគាំទ្រការចរចាសន្តិភាពប៉ុន្តែរុស្ស៊ីបែរជាសម្រុកវាយប្រហារកាន់តែខ្លាំងលោកត្រាំព្រមានដាក់ទណ្ឌកម្មនិងដំឡើងពន្ធទៅលើទំនិញរុស្ស៊ីតំបន់ឃឺកាលពីពេលកងទ័ពអ៊ុយក្រែនវាយឆ្មក់ដំបូងពួកគេអាចកាន់បានច្រើនពាន់គីឡូម៉ែត្រការ៉េប៉ុន្តែឥឡូវនេះទីតាំងឈរជើងរបស់ពួកគេចាប់ផ្ដើមរួញតូចទៅនៅសល់ប្រហែល400គីឡូម៉ែត្រការ៉េលោកសេលិនស្គីសង្ឃឹមទៅលើតំបន់នេះដើម្បីយកមកថ្លៃគ្នាផ្នែកនយោបាយជាមួយលោកពូទីនកាលពីយប់មិញក្រសួងការពារជាតិរុស្ស៊ីប្រកាសថាកងទ័ពរបស់ខ្លួនវាយដណ្ដើមបានភូមិវីកតូរកានីកូឡាយេវកានិងស្ដារាយ៉ាសូរ៉ូឆៃណាវីកតូរ៉ូវកានីកូឡាយេវកា and Steria Sorochina ប្រសិទ្ធពិសេសរបស់អាមេរិកទទួលបន្ទុកខាងបញ្ហាអ៊ុយក្រែនលោក Steve Witkoffថ្លែងថាវ៉ាស៊ីនតោនចង់ជេរគ្នាអំពីការរៀបចំក្រុមការងារដើម្បីចរចាសន្តិភាពលោកសេលិនស្គីសង្ឃឹមថានឹងពិភាក្សាគ្នាហើយនឹងឯកភាពគ្នាទៅលើបញ្ហាសំខាន់លោកថាអ៊ុយក្រែនត្រៀមខ្លួនយ៉ាងពេញទំហឹងដើម្បីចូលរួមសន្ទនាគ្នាប្រកបដោយការស្ថាបនាប្រភពខ្លះថាមូលហេតុដែលរុស្ស៊ីវាយបកដោយជោគជ័យដោយសារពួកគេអាចវាយទម្លុះខ្សែការពាររបស់អ៊ុយក្រែនក្បែរទីក្រុងស៊ូរសាសតឆាទីក្រុងនេះមិនទាន់របូតពីដៃអ៊ុយក្រែននៅឡើយទេបើសិនបណ្ដោយឲ្យរុស្ស៊ីវាយសម្រុកបែបនេះជាបន្តទៀតអ៊ុយក្រែនអាចនឹងមានបញ្ហាព្រោះខ្សែសង្វាក់ផ្គត់ផ្គង់ភស្តុភារទៅកាន់ខ្សែត្រៀមមុខអាចនឹងត្រូវកាត់ផ្តាច់លើទឹកដីអ៊ុយក្រែនឯណោះវិញទាហានរុស្ស៊ីមួយកងឯកភាពក៏បានវាយប្រហារយ៉ាងសន្ធប់ទៅលើតំបន់ស៊ូមីដែលជាប់នឹងតំបន់ឃឺតែម្ដងអ៊ុយក្រែនថាកងទ័ពទាំងនោះមិនអាចធ្វើឲ្យរង្គោះរង្គើខ្សែការពាររបស់ខ្លួនបានឡើយមិនត្រឹមតែជើងគោកទេសូម្បីតែជើងអាកាសក៏រុស្ស៊ីសម្រុកវាយប្រហារផងដែរដោយប្រើដ្រូននិងមីស៊ីលបាញ់ផ្ដក់ពីចម្ងាយនៅដូញ៉េតរុស្ស៊ីបាញ់ប្រហារពីចម្ងាយមួយប្រាវស្លាប់11នាក់និងរបួស40នាក់ចំណែកនៅទីក្រុងផូក្រូសរុស្ស៊ីក៏វាយប្រហារដែរស្លាប់ម្នាក់និងរបួស2នាក់គិតទៅឈាមរបស់ជនជាតិអ៊ុយក្រែនហូររាល់ថ្ងៃទម្រាំបានស្គាល់ពន្លឺសន្តិភាពនេះមិនទាន់ដឹងថាមានយុទ្ធធម៌កម្រិតណាទេព្រោះលោកត្រាំធ្លាប់ប្រកែកគ្នាបែកផ្សែងជាមួយលោកសេលិនស្គីនៅសេតវិមានថាប្រទេសរបស់លោកគ្មាននៅសល់សញ្ញាបៀល្អសម្រាប់លេងជាមួយដៃគូម្ខាងទៀតទេបន្ទាប់ពីអាមេរិកកាត់ផ្តាច់ជំនួយយោធាគ្រប់យ៉ាងពីអ៊ុយក្រែនបែបនេះនៅសល់តែអឺរ៉ុបមួយប៉ុណ្ណោះជាទីពឹងរបស់អ៊ុយក្រែននៅពេលដឹងជាបណ្ដាលថាខ្លួនលែងអាចសង្ឃឹមទៅលើអាមេរិកជាអ្នកការពារសន្តិសុខជាតិរបស់ខ្លួនទៅទៀតអឺរ៉ុបក៏ចាប់ផ្ដើមរៀបចំផែនការពង្រឹងវិស័យការពារជាតិខ្លួននិងជួយអ៊ុយក្រែនប្រធានកិច្ចការបរទេសអឺរ៉ុបលោកស្រីខាជាខូលសបានបញ្ចេញប្រតិកម្មដប់ទៅនឹងការវាយប្រហារថ្មីនេះលោកស្រីថាលោកពូទីនមិនចាប់អារម្មណ៍នឹងសន្តិភាពទេ